អ្នកដែលធ្លាក់ទាំងអស់នៅក្នុងកម្មវិធី Master Chef របស់ខ្ញុំស្ដាយជាងគេគឺបងអាលីសាហ្មងគឺខ្ញុំគិតថាគាត់បកកាយយល់អត់ប៉ុន្តែគាត់ត្រូវធ្លាក់ដោយសារគាត់បាក់ទឹកចិត្តពេកនៅក្នុងវគ្គហ្នឹងអូខ្ញុំមើលឲ្យខ្ញុំយំខ្លាំងហ្មងខ្ញុំនិយាយមែនហើយមនុស្សខ្ញុំអត់ដែរទៅខមមិននៅក្នុង TikTok ណាគេទេអញ្ចឹងអ្នកណាមកពីណាក៏ដោយអ្នកដែលខ្ញុំខ្វល់គឺមានតែមួយឯងប្រភេទអ្នកនិពន្ធសភៅអ្នកដែលខ្ញុំកត់សរសើរមានតែមួយគាត់អ្នកនិពន្ធសភៅប៉ុន្តែពេលខ្ញុំមកកម្មវិធី Master Chef ហើយខ្ញុំមានអារម្មណ៍ថាស្រឡាញ់ចូលចិត្តហើយនឹងអាណិតបងអាលីសាមែនតើព្រោះអីគាត់ជាមនុស្សម្នាក់ដែរមានស្នាដៃលេចធ្លោច្រើនហើយដល់ពេលវគ្គហ្នឹងគាត់ធ្វើចាញ់គេហើយគាត់ត្រូវចាក់ចេញពីកម្មវិធីខ្ញុំមានអារម្មណ៍ថា Oh my god ខ្ញុំអត់អាចទទួលយកបានណាខ្ញុំចូលទៅ comment ណាខ្ញុំចូលទៅអាសាចូលទៅ comment បានពីវីដេអូដែរហើយមនុស្សខ្ញុំមិនដែរទៅ comment រើប TikTok អ្នកណាឬរើប page អ្នកណាទេលុះត្រាតែបុគ្គលនឹងខ្ញុំកត់សរសើរអីចឹងទៅបើពេជ្រពិសីខ្ញុំធ្លាប់ comment ថាគាត់គឺជាគំរូដ៏ល្អមួយអីចឹងទៅស្នេហារបស់គាត់ល្អអីចឹងណានឹងខ្ញុំធ្លាប់តែអូយគំរោខ្លាំងអ្នកដែលខ្ញុំអាសាចូល comment ខ្ញុំចង់ស្គាល់ហ្មងមានតែអ្នកនិពន្ធសភៅទេ